ជម្រាបសួរសួស្តីអ្នករាគ្នាស្វាគមន៍មកកាន់អំណាចសកលវិទ្យាល័យបៀប្រៃខេត្តសៀមរាបនាងខ្ញុំឈ្មោះពិសាកុងគាគឺជាក្រុមការងារអ្នកសម្របសម្រួលនៅក្នុងវេទិកាអំណាចចំនួនទី7ថ្ងៃនេះអំណាចមានកិត្តិយសមែនទែនសូមណែនាំនៅវត្តមានរបស់សមាជិកថ្មីដែលនឹងចូលរួមនៅក្នុងចំនួនទី7យើងតែម្ដងអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅជួបនិងស្ដាប់អំពីការណែនាំខ្លួនរបស់ពួកគាត់តែម្ដងជម្រាបសួរនិងសួស្តីមិត្តៗទាំងអស់គ្នានាងខ្ញុំឈ្មោះសឿមគឹមភួងជានិស្សិតឆ្នាំទី1ឆមាស1នៃមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសានៅក្នុងសាកលវិទ្យាល័យបៀលប្រៃថ្ងៃនេះខ្ញុំចង់មកនិយាយអំពីចំណាប់អារម្មណ៍ថាតើហេតុអ្វីបានជាខ្ញុំចូលជាសមាជិកនៃក្លឹបអំណាចចំណាប់អារម្មណ៍ទី1នោះគឺដោយសារតែនាងខ្ញុំចង់ទទួលបានបទពិសោធន៍ចំណេះដឹងថ្មីចេញពីសៀវភៅនិងអភិវឌ្ឍខ្លួនឯងនៅក្នុងសង្គមចំណុចទី2ខ្ញុំចង់កែប្រែទម្លាប់របស់ខ្លួនឯងពីមនុស្សដែលអត់សូវបានអានសៀវភៅច្រើនមិនទៀងទាត់ពេលវេលាមកជាមនុស្សដែលអានសៀវភៅបានច្រើនហើយទៀងទាត់ពេលវេលាជាងមុនហើយចំណុចទី3នោះគឺដោយសារតែខ្ញុំចង់ទទួលបានភាពក្លាហានការនិយាយជាសាធារណៈដោយសារខ្ញុំឃើញបងគាត់ឡើងនិយាយជាសាធារណៈបញ្យល់បងប្អូនសិស្សបងជំនាន់ក្រោយបានបោះក្បាយហើយនឹងល្អអញ្ចឹងខ្ញុំចង់ទទួលបានភាពក្លាហាននិងភាពជឿជាក់លើខ្លួនឯងដោយពួកគាត់ដែរអញ្ចឹងជាចុងបញ្ចប់ខ្ញុំសូមអរគុណនិងជម្រាបលាជម្រាបសួរនិងសួស្តីមិត្តអ្នកអានទាំងអស់គ្នានាងខ្ញុំឈ្មោះហេងច័ន្ទសីជានិស្សិតរៀននៅសាខាសាកលវិទ្យាល័យបៀប្រៃខេត្តសៀមរាបថ្ងៃនេះនាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនដែលបានចូលជាសមាជិកអំណាចចំនួនទី7កត្តាដែលធ្វើឲ្យនាងខ្ញុំចូលជាសមាជិកអំណាចចំនួនទី7គឺដោយសារតែនាងខ្ញុំចូលចិត្តនៅក្នុងការអានសៀវភៅហើយថែមទាំងចង់ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីរបៀបនៃការអានសៀវភៅផងដែរហើយនាងខ្ញុំចង់ទទួលបាននូវចំណេះដឹងថ្មីក៏ដូចជាបទពិសោធន៍ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរថែមទៀតនៅក្នុងការអានសៀវភៅក៏ដូចជាចូលជាសមាជិកអំណាចនេះផងដែរជាចុងក្រោយនាងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាព្រមទាំងនិស្សិតឲ្យចូលរួមនៅក្នុងការអានសៀវភៅទាំងអស់គ្នាព្រោះថាសៀវភៅគឺជាមិត្តភក្តិរបស់យើងចា៎សូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះសុចសំគឺជាសមាជិកនៃក្លឹបអំណាចចំនួនទី7នៅថ្ងៃនេះនាងខ្ញុំមានចំណាប់អារម្មណ៍ចង់មកចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាទី1មូលហេតុដែលនាងខ្ញុំចូលមកកាន់នៅក្លឹបអំណាចទី1គឺនាងខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តអានតាំងពីនៅវិទ្យាល័យនាងខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តអានហើយមួយទៀតនាងខ្ញុំគឺជាមនុស្សម្នាក់ដែលចង់ចូលនៅការអានដើម្បីឲ្យនាងខ្ញុំមានភាពក្លាហានក្នុងការនិយាយហើយនាងខ្ញុំចង់បញ្ចេញសមត្ថភាពរបស់នាងខ្ញុំទៅកាន់សាធារណៈឲ្យបានដឹងហើយមួយទៀតនាងខ្ញុំចង់ទទួលនៅបទពិសោធន៍ថ្មីតាមរយៈការអានក៏ដូចជាបទពិសោធន៍ថ្មីតាមរយៈការចូលជាក្លឹបអំណាចនេះផងដែរហើយមួយទៀតនាងខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តក្នុងការដែលប្រកួតប្រជែងនាងខ្ញុំចង់មានសមត្ថភាពក្នុងការដែលនិយាយប្រកួតប្រជែងជាមួយនឹងមនុស្សផ្សេងទៀតដើម្បីឲ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលនិយាយទៅមានមនុស្សជាច្រើនក្នុងការដែលចូលចិត្តស្ដាប់នាងខ្ញុំផងដែរហើយមួយវិញទៀតនាងខ្ញុំចង់មានភាពស្និទ្ធស្នាលជាមួយនឹងមនុស្សជុំវិញខ្លួនរបស់នាងខ្ញុំហើយនាងខ្ញុំចង់ធ្វើជាមនុស្សម្នាក់ដែលចង់ចែកនៅបទពិសោធន៍ថ្មីទៅកាន់បងប្អូននិស្សិតក៏ដូចជាសិស្សានុសិស្សចំនួនក្រោយរបស់នាងខ្ញុំផងដែរជាចុងក្រោយនាងខ្ញុំសូមលើកទឹកចិត្តទៅកាន់បងប្អូនក៏ដូចជានិស្សិតទាំងអស់គ្នាឲ្យចូលចិត្តក្នុងការអានទាំងអស់គ្នាអរគុណសូមជម្រាបសួរខ្ញុំបាទឈ្មោះកែណាគឹមខ្ញុំបាទជាសមាជិកនៃអំណាចចំនួនទី7ថ្មីចំពោះមូលហេតុដែលធ្វើឲ្យខ្ញុំចូលជាសមាជិកអំណាចគឺដោយសារខ្ញុំបាទផ្ទាល់ចង់ពង្រឹងសមត្ថភាពនៃការអានរបស់ខ្ញុំឲ្យកាន់តែរីកចម្រើនខ្លាំងជាងមុនមួយទៀតខ្ញុំបាទជាមនុស្សម្នាក់ដែលខ្សោយក្នុងការនិយាយខ្សោយក្នុងការសន្ទនាហើយខ្ញុំបាទខ្សោយក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនផងដែរខ្ញុំបាទចង់ចូលជាសមាជិកអំណាចនេះក៏ដោយសារតែខ្ញុំចង់ពង្រឹងសមត្ថភាពរបស់ខ្ញុំក្នុងខ្លួននេះឲ្យកាន់តែមានភាពស្វាហាប់កាន់តែក្លាហានជាងមុនដើម្បីខ្ញុំអាចហ៊ានប្រឈមមុខក្នុងការប្រស័យតាក់ទងជាមួយមនុស្សជុំវិញខ្លួនផងដែរហើយជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនក៏ដូចជាសិស្សានុសិស្សដែលជានិស្សិតក្តីសូមចូលរួមក្នុងការអានសៀវភៅទាំងអស់គ្នាព្រោះសៀវភៅគឺជាមិត្តដ៏ល្អម្នាក់ជាមួយសម្រាប់ពួកយើងផងដែរសូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះហាសមន្ទវតីជាសមាជិកអំណាច
ចំនួនទី7ថ្មីចំណាប់អារម្មណ៍នាងខ្ញុំចូលនៅក្នុងជាសមាជិកអំណាចនេះមានច្រើនដូចជាចង់បណ្ដុះការអានរបស់ខ្លួនឯងផងហើយយើងដឹងអត្ថប្រយោជន៍នៃការអានដូចជាធ្វើឲ្យយើងមានភាពជឿជាក់លើខ្លួនឯងធ្វើឲ្យយើងទទួលបានចំណេះដឹងថ្មីដោះស្រាយនៅរាល់បញ្ហាដែលយើងជួបហើយឲ្យយើងដឹងពីទស្សនវិជ្ជាសង្គមជាក់ស្ដែងនិងឲ្យស្គាល់ពីសង្គមបានច្រើនធំទូលាយចឹងជាចុងក្រោយនាងខ្ញុំសូមអរគុណជំរាបសួរខ្ញុំបាទឈ្មោះជាឆាបលុតលីកាខ្ញុំបាទជានិស្សិតនៃសាកលវិទ្យាល័យបៀប្រៃចំនួនទី23ខ្ញុំបាទបានចូលរៀននៅក្លឹបអំណាចចំនួនទី7ចំណាប់អារម្មណ៍ដែលខ្ញុំចូលរៀនក្លឹបអំណាចទី1ធ្វើឲ្យយើងអភិវឌ្ឍខ្លួនឯងដំណើរការទៅមុខអភិវឌ្ឍខួរក្បាលធ្វើឲ្យយើងសម្រេចនៃគោលបំណងដែលយើងចង់បាននិងធ្វើឲ្យយើងចេះដឹកនាំខ្លួនទទួលបានជោគជ័យហើយខ្ញុំក៏មានតែប៉ុណ្ណេះសូមអរគុណជំរាបសួរនាងខ្ញុំឈ្មោះថោបរីដាមីជាសមាជិកអំណាចចំនួនទី7ហើយនេះគឺជាគោលបំណងរបស់ខ្ញុំក្នុងការចូលរួមក្លឹបអំណាចចំនួនទី7នេះគឺគោលបំណងរបស់ខ្ញុំទី1ហ្នឹងគឺដើម្បីបង្កើតទម្លាប់អានដោយសាររាល់ថ្ងៃហ្នឹងខ្ញុំមានគោលបំណងធ្លាប់ដាក់គោលដៅខ្លួនឯងឲ្យថាអានសៀវភៅពីមួយឆ្នាំទៅមួយឆ្នាំអានតែអត់បានអានទេហើយ plan មួយគឺមានចេះតិចតែក៏អត់ work ដូចគ្នាដូច្នេះខ្ញុំចង់បង្កើតទម្លាប់មួយដែលឆ្លើយតបទៅនឹងជីវិតរបស់ខ្ញុំប្រចាំថ្ងៃនេះហើយគោលបំណងទី2នោះគឺដឹងពីរបៀបអាននៅពេលដែលខ្ញុំអានខ្ញុំចេះតែអានទៅណាក៏ទៅតែពេលអានចប់ភ្លេចអស់ដូច្នេះទី2ដែលសំខាន់ហ្នឹងគឺអានដឹងពីរបៀបអានឲ្យមានប្រសិទ្ធភាពទី3នោះគឺដើម្បីបង្កើតទំនាក់ទំនងហើយអាចថាដើម្បីយកឈ្នះខ្លួនឯងខ្ញុំចង់មានគោលបំណងមួយអភិវឌ្ឍខ្លួនឯងហើយក្រេបយកចំណេះដឹងថ្មីដូច្នេះដើម្បីបានចំណេះដឹងអីថ្មីខ្ញុំត្រូវអានហើយនឹងបង្កើតទំនាក់ទំនងជាមួយនឹងសមាជិកដទៃទៀតនៅក្នុងក្លឹបអំណាចហើយទាំងនេះគឺជាគោលបំណងរបស់ខ្ញុំក្នុងការចូលរួមក្លឹបអំណាចហើយជាចុងបញ្ចប់នោះគឺខ្ញុំចង់អភិវឌ្ឍការអានគ្រប់គ្រងការអាននៅក្នុងវិស័យការអាននៅក្នុងសាលារៀនរបស់ខ្ញុំហើយក៏អាចជាចែករំលែកវាទៅដល់យុវជនផ្សេងៗទៀតនិងអ្នកដទៃនៅក្នុងប្រទេសយើងដែរអភិវឌ្ឍវិស័យក្នុងការអានចាសូមអរគុណជម្រាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះពៅផាឡាជាសមាជិកអំណាចចំនួនទី7នៃសាកលវិទ្យាល័យបៀប្រៃថ្ងៃនេះដែរខ្ញុំមកធ្វើការចែករំលែកពីចំណាប់អារម្មណ៍មូលហេតុអីបានជាខ្ញុំចង់ចូលជាសមាជិកអំណាចនៅទីនេះមានមូលហេតុតែច្រើនដែលខ្ញុំចង់ចូលរួមជាសមាជិកអំណាចហើយថ្ងៃនេះដែរខ្ញុំលើកចូលចំណុចខ្លះខ្ញុំមកចែករំលែកអ្នកទាំងអស់គ្នាទី1នោះគឺខ្ញុំចង់អភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមព្រោះខ្ញុំជឿថាសមត្ថភាពរបស់យើងនៅមានកម្រិតអញ្ចឹងទាន់តែយើងមានឱកាសយើងបានរៀនអីដែលថ្មីគឺយើងត្រូវតែចាប់យកឱកាសហ្នឹងទី2គឺខ្ញុំចង់អភិវឌ្ឍសមត្ថភាពបន្ថែមតាក់ទងជាមួយនឹងការជជែកវែកញែកជាសាធារណៈព្រោះពេលដែលយើងចូលរួមជាសមាជិកអំណាចជាក្រុមគឺយើងបានបទពិសោធន៍នឹងការជជែកវែកញែកជាមួយនឹងសមាជិកអំណាចក៏ដូចជាវ័យក្មេងផ្សេងៗជាច្រើនរូបផងដែរទី3នោះគឺខ្ញុំចង់ពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនងជាសាធារណៈក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងសមាជិកអំណាចហើយនឹងទទួលយកបទពិសោធន៍ផ្សេងៗពីវ័យក្មេងដែលល្អដែលគាត់នឹងមកចែករំលែកជារៀងរាល់សប្តាហ៍ជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូហើយជួបគ្នាវីដេអូក្រោយជាដំបូងសូមជម្រាបសួរដល់បងទាំងអស់គ្នាក៏ដូចជាសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះរ៉ាន់ណារិនដែលជាសមាជិកថ្មីអំណាចនៃចំនួនទី7នៃសាកលវិទ្យាល័យបៀលប្រៃគោលបំណងរបស់ខ្ញុំនឹងគឺចង់ពង្រឹងលើសមត្ថភាពខ្លួនឯងក្នុងការនិយាយជាសាធារណៈព្រោះនៅពេលដែលនាងខ្ញុំឡើងធ្វើបទបង្ហាញអ្វីមួយខ្ញុំតែងតែមានការភ័យធ្វើឲ្យខ្ញុំនឹងបាត់បង់ទំនុកចិត្តខ្លួនឯងទៅខ្ញុំមកទីនេះនឹងគឺចង់ពង្រឹងនៅសមត្ថភាពគោលបំណងរបស់ខ្ញុំហ្នឹងគឺចង់ពង្រឹងសមត្ថភាពខ្លួនឯងទៅលើការនិយាយជាសាធារណៈព្រោះថានៅពេលដែលធ្វើបទបង្ហាញអ្វីមួយនាងខ្ញុំតែងតែមានការភ័យនិងបាត់បង់ទំនុកចិត្តខ្លួនឯងទៅខ្ញុំមកទីនេះហ្នឹងគឺចង់ពង្រឹងសមត្ថភាពទៅលើការនិយាយមួយនេះជាចុងក្រោយសូមអរគុណជំរាបសួរខ្ញុំបាទឈ្មោះពុទ្ធវណ្ណៈខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យបៀប្រៃមកពីមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជំនាញរបស់ខ្ញុំគឺព័ត៌មានវិទ្យាឬក៏យើងអាចហៅបានថាComputer Science វិទ្យាសាស្ត្រកុំព្យូទ័រមូលហេតុដែលខ្ញុំចូលជាសមាជិកអំណាចនៃសាកលវិទ្យាល័យបៀប្រៃគឺខ្ញុំចង់អភិវឌ្ឍនៅជំនាញក្នុងការអានជំនាញក្នុងការផ្សាយតងក៏ដូចជាពិសេសគឺជំនាញក្នុងការនិយាយថានិយាយជាសាធារណៈឬក៏ការចែករំលែកចំណេះដឹងនានាចាំនេះដោយសារតែខ្ញុំនៅពេលដែលខ្ញុំនិយាយជាសាធារណៈខ្ញុំតែមានអារម្មណ៍ថាហើយពេលខ្លះយើងអត់ដឹងថាត្រូវនិយាយពីចំណុចណាទៅចំណុចណាហើយការនិយាយហ្នឹងគឺនិយាយអត់ច្បាស់អញ្ចឹងទៅដោយសារតែខ្ញុំឃើញ
ពីសមាជិកមុនសមាជិកកំណានដែលគាត់បានចូលរួមមុនខ្ញុំហ្នឹងគាត់អភិវឌ្ឍជំនាញរបស់គាត់ទាំងអស់ហ្នឹងបានកាន់តែល្អមែនទែនហើយខ្ញុំក៏ចាប់អារម្មណ៍ចង់អភិវឌ្ឍឲ្យបានប្រសើរដូចជាពួកគាត់ផងដែរហើយឆ្នាំនេះខ្ញុំក៏ចង់ចេះអំពីរបៀបនៃការសង្ខេបសៀវភៅការអានធ្វើម៉េចឲ្យយើងអានទៅមានប្រសិទ្ធភាពអានទៅយើងទទួលបានចំណេះដឹងពិតប្រាកដចេញពីអីដែលយើងអានហ្នឹងឬក៏សៀវភៅហ្នឹងយើងមិនមែនអានដើម្បីត្រឹមតែអានឲ្យបានចប់ហើយពេលចប់ហើយគឺអត់បានទទួលអីសោះអញ្ចឹងខ្ញុំចង់ចេះពីចំណុចទាំងអស់ហ្នឹងមួយទៀតខ្ញុំក៏ទទួលបានជាការណែនាំពីសាច់បងដែលគាត់បានចូលរួមមុនផងដែរគាត់ជំរុញឲ្យខ្ញុំចូលហើយជាចុងក្រោយខ្ញុំសង្ឃឹមថាបន្ទាប់ពីខ្ញុំចូលជាសមាជិកអំណានហើយខ្ញុំកាន់តែបរិងសមត្ថភាពខ្លួនឯងកាន់តែល្អបានកាន់តែល្អប្រសើរជាងមុនហើយមានភាពក្លាហានក៏ដូចជាខ្ញុំអាចចែករំលែកនៅចំណេះដឹងរបស់ខ្ញុំផ្សេងៗដែលខ្ញុំមានទៅកាន់អ្នកដទៃទៀតឲ្យបានកាន់តែល្អជាងមុន ជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលុយសុខឹមដែលបច្ចុប្បន្នខ្ញុំរៀនឆ្នាំទី1ដែលមកពីមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចបានជាខ្ញុំសម្រាប់ចិត្តចូលរួមនៅក្លឹបអំណាននៅសាកលវិទ្យាល័យវាប្រាយដោយសារទី1ខ្ញុំចង់បានបទពិសោធន៍ថ្មីទី2ខ្ញុំចង់ស្គាល់មនុស្សថ្មីដែលគាត់មានបទពិសោធន៍ដែលគាត់បានមកចែករំលែកនៅក្នុងក្លឹបអំណានហើយទី3ភាគច្រើនខ្ញុំអានសៀវភៅគឺខ្ញុំអានអត់សូវយល់ របៀបថាអានបានត្រឹមតែមកអានចប់ដល់ពេលដែលយើងអានចប់យើងអត់ទាន់បានយកពីខ្លឹមសារហ្នឹងគេចង់និយាយពីអីមួយទៀតយើងអានចប់ហើយក៏ប៉ុន្តែយើងអត់បានយកខ្លឹមសារក្នុងអត្ថបទហ្នឹងយើងយកមកអនុវត្តឬមួយក៏យកទៅចែករំលែកអ្នកដទៃរបៀបថាអានហើយគឺទុកក្នុងចិត្តខ្លួនឯងតែម្ដងអត់ហ៊ានចែករំលែកទៅអ្នកដទៃគឺខ្ញុំចង់ទទួលបានបទពិសោធន៍នៅក្នុងសៀវភៅដែលខ្ញុំបានសិក្សានៅក្នុងក្លឹបអំណានហ្នឹងដោយបទពិសោធន៍ហ្នឹងគឺខ្ញុំចង់យកមកអនុវត្តផ្ទាល់ហើយក៏ចង់ចែករំលែកបទពិសោធន៍ហ្នឹងទៅកាន់អ្នកទាំងអស់គ្នាឬមួយក៏បងប្អូនដែលគាត់មិនធ្លាប់បានអានពីមុនមករបៀបថាពួកគាត់ពេលគ្រាន់តែកាន់សៀវភៅមកគឺមានអារម្មណ៍ថាងុយដេកតែម្ដងអញ្ចឹងខ្ញុំចង់បានបទពិសោធន៍ហ្នឹងដើម្បីទៅចែករំលែកពួកគាត់ថាយើងអានធ្វើម៉េចឲ្យយល់អានធ្វើម៉េចដើម្បីកុំឲ្យងុយដេកហើយជាចុងក្រោយខ្ញុំសូមអរគុណសូមជម្រាបលា បន្ទាប់ពីបានស្ដាប់នៅការណែនាំខ្លួនរបស់សមាជិកថ្មីរបស់យើងនៅក្នុងចំនួនទី7ហើយក៏បានឃើញដែរថាសមាជិករបស់យើងគឺមានចំនួនច្រើនមែនទែនហើយការចូលរួមពីសមាជិកក៏បានលើកទឹកចិត្តឲ្យយុវជនក៏ដូចជានិស្សិតផ្សេងៗទៀតចូលរួមនៅក្នុងក្លឹបអំណាចដូចគ្នាផងដែរនេះខ្ញុំសូមអរគុណទៅកាន់បងមិត្តអ្នកអានទាំងអស់គ្នាដែលចំណាយពេលស្ដាប់វីដេអូខ្លីមួយនេះផងដែរបើសិនជាបងប្អូនចង់ចូលរួមគឺជាការចូលរួមដ៏ឥតគិតថ្លៃអញ្ចឹងកុំភ្លេចចូលរួមក្លឹបអំណាចរបស់ពួកយើងណាអរគុណ